បាទជម្រាបសួរបងប្អូនទាំងអស់គ្នាវីដេអូនេះខ្ញុំបង្ហាញបងប្អូនពីរបៀបនៃការរកលុយតាមកម្មវិធី TikTok ចឹងកន្លងមកខ្ញុំបានបង្ហាញហើយទាក់ទងនឹងការរកលុយតាមបណ្ដាញសង្គមដូចជាក្រុមហ៊ុន YouTube ក្រុមហ៊ុន Facebook ចឹងផ្នែកសម្រាប់វីដេអូនេះខ្ញុំនឹងចែករំលែកអំពីការរកលុយនៅក្នុងកម្មវិធី TikTok វិញម្ដងបងប្អូននៅខ្មែរក៏អាចរកលុយតាមកម្មវិធី TikTok បានដែរក៏ប៉ុន្តែយើងត្រូវដឹងអំពីគោលការណ៍និងលក្ខខណ្ឌរបស់ក្រុមហ៊ុនTikTok សិនតោះខ្ញុំបង្ហាញបងប្អូននៅលើទូរស័ព្ទដៃតែម្ដងអូខេអញ្ចឹងខ្ញុំចូលមកក្នុងកម្មវិធី TikTok របស់ខ្ញុំបាទហើយបន្តមកទៀតបាទបងប្អូនទាំងអស់គ្នាចុចកន្លែងសញ្ញាត្រី3នេះចុចខ្ញុំបង្ហាញពីរបៀបនៃការចូលទៅមើលគោលការណ៍លក្ខខណ្ឌរបស់គេសិនបងប្អូនចុចកន្លែងTikTok Studio នេះមកចុចកន្លែងនេះអូខេអញ្ចឹងអ្វីដែលយើងអាចរកលុយបានពីកម្មវិធី TikTok វាមាន3 tool សម្រាប់ឲ្យយើងរកលុយបានណាទី1គឺ Live Revert អញ្ចឹងយើងចុចចូលទៅមើលទាំងអស់គ្នាណាចុចកន្លែងនេះ Live Revert នេះបាទអូខេអញ្ចឹងយើងអាចធ្វើការ live វីដេអូហើយទាក់ទងនឹងវីដេអូ live របស់យើងអញ្ចឹងវាដាក់ get នៅលើវីដេអូរបស់យើង get ហ្នឹងគឺជាកាដូហ្នឹងគឺស្មើនឹងគេហៅថា coin ណាបងប្អូនយើងទទួលបាន coin ពីវីដេអូដែលគេផ្ដល់ឲ្យហ្នឹងទៅយើងអាចយកទៅchange បដូរជាលុយបានអញ្ចឹងណាអូខេអញ្ចឹងយើងចុច open get hub នេះមកយើងចូលទៅមើលទាំងអស់អូខេយើងអាចធ្វើការ live បានផ្សេងបងប្អូនណាហ្នឹងហើយ live វីដេអូរបស់យើងហ្នឹងហើយអញ្ចឹងការ live គឺគេ live របៀបហ្នឹងអញ្ចឹងណាបើនេះគឺជាវីដេអូ sample ដែលគេឲ្យយើងមើលទេណាខ្ញុំបេះត្រឡប់ទៅក្រោយបាទអញ្ចឹងទី1យើងអាចរកបានតាមរយៈlive reverb គឺយើង live វីដេអូហើយទី2គឺវីដេអូget នេះវីដេអូ get ហ្នឹងគឺយើងធ្វើការ post វីដេអូផ្សេងនៅលើកម្មវិធី TikTok គឺវាដាក់កាដូនៅក្នុងកម្មវិធី TikTok ហ្នឹងអញ្ចឹងដល់ពេលដែលដូចគ្នាបងប្អូនណាខ្ញុំចុចទៅលើវីដេអូ get ហ្នឹងតែម្ដងអូខេហើយខ្ញុំបើកកន្លែងនេះចុចបើកកន្លែងនេះបងប្អូនអញ្ចឹងយើងអូសឡើងទៅលើមកហើយយើងមើលអំពីគោលការណ៍លក្ខខណ្ឌរបស់គេសម្រាប់បងប្អូនដែលចង់រកលុយជាមួយនឹងកម្មវិធី TikTok បងប្អូនទាំងគ្នាយើងមកមើលលក្ខខណ្ឌរបស់គេសិនណានេះទាក់ទងនឹងវីដេអូដែលយើងផុសនៅក្នុងកម្មវិធី TikTok ហ្នឹងណាមានលក្ខខណ្ឌដូចជា1 2 3 4 5អញ្ចឹងខ្ញុំនឹងបកជាភាសាខ្មែរឲ្យបងប្អូនងាយយល់សម្រាប់បងប្អូនដែលមិនចេះភាសាអង់គ្លេសណាខាងលើនេះវាដាក់ថាអ្នកតាមដានយ៉ាងតិចណាគឺមាន 10k follower ឬក៏10000 នាក់ហ្នឹងយើងអាចមានសិទ្ធិក្នុងការរកលុយហើយទាក់ទងនៅទី2នេះវាដាក់ថាវីដេអូគឺត្រូវតែឆ្លងកាត់ការសម្របសម្រួលសុវត្ថិភាពដើម្បីមានសិទ្ធិទទួលបានអំណោយអញ្ចឹងកន្លែងនេះគឺវាបើកក្រេកខ្ញុំហើយហើយកន្លែងទី3នេះគឺវាដាក់ថាគណនីដែលមានសកម្មភាពយ៉ាងហោចណាស់30ថ្ងៃតែទី3នេះមានន័យថាគឺយើងបង្កើតគណនីហ្នឹងគឺយើងធ្វើការផុសវីដេអូ active account គឺ30ថ្ងៃគឺយើងត្រូវ active account ហ្នឹងរហូតណាហ្នឹងហើយគឺយើងត្រូវតែលេងគណនី account TikTok ហ្នឹងជាប្រចាំណាហើយចំណុចទី4ចំណុចទី4គឺបំពេញតាមតម្រូវការអាយុគឺមានន័យថាគឺអាយុចាប់ពី18ឆ្នាំឡើងទៅគឺយើងអាចមានសិទ្ធិក្នុងការបើកគណនី TikTok ហ្នឹងអាចរកចំណូលបានហើយគឺចាប់ពី18ឆ្នាំឡើងទៅណាគេចង់មានអីអញ្ចឹងណាហើយចំណុចទី5គឺគេចង់និយាយថាគណនីមិនប្រើប្រាស់ដោយរដ្ឋាភិបាលឬអ្នកនយោបាយនិងគណៈបកនយោបាយទេបងប្អូនចង់រកលុយជាមួយនឹងក្រុមហ៊ុន TikTok គឺ account របស់បងប្អូនគឺជា account ធម្មតាកាន់ដោយរដ្ឋាភិបាលអីអញ្ចឹងណាហ្នឹងហើយគឺជា TikTok ដែលយើងផុសវីដេអូធម្មតាទេណាហ្នឹងហើយគេចង់មានន័យបែបហ្នឹងអញ្ចឹងទី5គោលការណ៍និងលក្ខខណ្ឌទាំងអស់ហ្នឹងបើយើងបានទាំងអស់គឺយើងអាចset up រកលុយបានណាបងប្អូនជាមួយនឹងវីដេអូ get ហ្នឹងអញ្ចឹងទាក់ទងនឹងវីដេអូ get ហ្នឹងបងប្អូនធ្វើការផុសវីដេអូទៅគឺវីដេអូរបស់បងប្អូននឹងមានគេហៅថាដាក់អំណោយដាក់ជាកាដូហ្នឹងនៅពេលដែលគេចុចនៅលើវីដេអូហ្នឹងគេផ្ញើជាcoinនៅលើវីដេអូរបស់បងប្អូនហ្នឹងគឺបងប្អូនទទួលបាន coin ហ្នឹងគឺអាចបដូរចេញជាលុយអាចធ្វើការភ្ជាប់ជាមួយនឹង bank PayPal ជាទូទៅស្រុកខ្មែរយើងគឺចង់ដកលុយតាមរយៈ PayPal គឺ transfer ពី PayPal ទម្លាក់មកកុងខ្មែរយើង
យើង transfer ពី PayPal មកកុំខ្មែរយើងអាចដកលុយចាយបានបងប្អូនណាហ្នឹងហើយអូខេអញ្ចឹងខ្ញុំនិយាយអំពីគោលការណ៍លក្ខខណ្ឌបាទតែប៉ុណ្្នឹងអញ្ចឹងដោយសារតែ account TikTok របស់ខ្ញុំមួយនេះគឺបាទគោលការណ៍ទាំង4គឺខ្ញុំធ្វើបានទាំងអស់ហើយគឺនៅតែចំនួន follow ទេគឺអត់ต้องគ្រប់បងប្អូនណាគឺចំនួន 10k follower ស្មើនឹងបាទ 10000 បាទ follower ហ្នឹងណាអូខេអញ្ចឹងខ្ញុំដេកត្រឡប់ទៅក្រោយហើយមួយវិញទៀតគឺយើងរកលុយបានតាមរយៈបាទ subscription ឥឡូវយើងចុចមកមើលទាំងអស់គ្នាអូខេ subscription ហ្នឹងគឺបាទគេ support យើងបងប្អូនមានថាaudience យើងគឺ support ដោយ Facebook ដែរបងប្អូនដោយ Facebook ហើយនិង YouTube ដែរ subscription ហ្នឹងគឺគេ support លើបងប្អូនបាទប្រចាំខែប៉ុន្តែតទៅនឹងខ្មែរយើងប្រហែលជាអត់តរកលុយបានបងប្អូននេះបាទ live subscription ហ្នឹងគឺប្រហែលជាអត់តបើក tool មួយហ្នឹងឬក៏មុខងារមួយហ្នឹងឲ្យយើងរកលុយទេអញ្ចឹងអ្វីដែលយើងអាចរកលុយបានគឺតាមរយៈបាទ live reverb នេះហើយនឹង video get ហ្នឹងអូខេអញ្ចឹងយើងចុចកន្លែងបាទកន្លែងទឹកលុយនេះមកកន្លែងសញ្ញាដុល្លារនេះមកណាវាបង្ហាញអ្វីខ្លះទៀតអូខេនេះបងប្អូនគឺវាអត់មានបង្ហាញទេដោយសារតែបាទ account TikTok របស់ខ្ញុំមួយនេះយើងអត់អាចតន់រកលុយបានគឺវាចេញពាក្យថា$0អញ្ចឹងនេះជាគោលការណ៍និងលក្ខខណ្ឌរបស់វាគឺវានៅជាប់កូនសោទេបាទវីដេអូបាទ get ហ្នឹងហើយនឹង subscription ហ្នឹងគឺវានៅជាប់សោដោយសារតែយើងអត់តន់គ្រប់គោលការណ៍និងលក្ខខណ្ឌរបស់គេហើយយើងចុចកន្លែង view នេះមកវាបង្ហាញអ្វីទៀតបងប្អូនចុចមកអូខេបាទហើយបន្តមកទៀតបាទយើងចុចនិចតាមការណែនាំរបស់គេមើលតើវាបង្ហាញអ្វីខ្លះបាទនេះយើង get started នេះបងប្អូននេះកន្លែងដែលយើងត្រូវទទួលលុយដែលអាចដកលុយបានណាមានន័យថាដូចខ្ញុំនិយាយបាញ់អញ្ចឹងសម្រាប់វីដេអូបងប្អូនធ្វើការផុសទៅអំណោយដែលបានគឺគេដាក់កាដូនៅក្នុងវីដេអូហ្នឹងហើយគេចុចទៅគេនឹងផ្ញើបានជា coin អញ្ចឹងអា coin ហ្នឹងឯងដែលយើងអាចដូរជាលុយបានបងប្អូនអរគ្នាណាអញ្ចឹងយើងចុច get coin នេះមកនៅកន្លែងនេះចុចមកនេះបងប្អូនអញ្ចឹង coin ដែលយើងអាចដូរបានគឺចំនួនដូចជានេះ5 coin ស្មើនឹង$0.07អញ្ចឹងណាហើយបើសិនគេបាទផ្ញើ70 coin យើងមានដល់70 coin យើងអាចដូរបានចំនួនបាទ$0.99អញ្ចឹងគឺបាទបានច្រើនដែរបងប្អូនណាហ្នឹងហើយ$1ដែរ70 coin ណាហើយសម្រាប់បាទចំនួន350 coin គឺយើងដូរបានបាទ$4.99វ៉ាវអញ្ចឹងបើសិនជាបងប្អូនធ្វើការផុសវីដេអូណាមួយទទួលបាន coin ដែលគេផ្ញើឲ្យច្រើនបងប្អូនបាទ change ទៅបាទបដូរជាលុយទៅគឺបាទតាមហ្នឹងបងប្អូនណានេះកន្លែង rechange ដែលគេដាក់ឲ្យខាងនេះឥឡូវយើងចុចចូលទៅមើលទាំងអស់គ្នាណាកន្លែង rechange នេះបាទនេះអញ្ចឹងបងប្អូនអាចធ្វើការ rechange បានណាអញ្ចឹងដូចខ្ញុំនិយាយខាងដើមអញ្ចឹង TikTok ខ្មែរក៏អាចរកលុយបានដែរគឺតាមរយៈការបាទធ្វើឲ្យគ្រប់គោលការណ៍របស់គេអំបញ្ញមិញដែលខ្ញុំបង្ហាញទៅហើយបាទវីដេអូដែលយើងទទួលបានគឺតាមរយៈបាទវីដេអូដែលគេផ្ញើ coin ឲ្យយើងណានេះយើងបានជា coin គឺទៅយើងអាច exchange បដូរចេញជាលុយបានបងប្អូនណាហ្នឹងហើយហ្នឹងរបៀបនៃការរកលុយតាមកម្មវិធី TikTok នៅខ្មែរហើយតើតើនឹងការរកលុយ TikTok USA TikTok នៅកូរ៉េអាហ្នឹងបែបផ្សេងទៀតអញ្ចឹងណាហើយតើតើនឹងការបង្ហាញនេះគឺខ្ញុំបង្ហាញពី account នៅខ្មែរបងប្អូនអូខេអញ្ចឹងវីដេអូនេះគឺខ្ញុំចែករំលែកតែប៉ុណ្្នឹងបាទពីរបៀបនៃការរកលុយបាទតាមកម្មវិធី TikTok នៅខ្មែរណាហើយឥឡូវគោលការណ៍លក្ខខណ្ឌគឺខ្ញុំបាននិយាយអស់ហើយណាអញ្ចឹងជួបគ្នានៅវីដេអូក្រោយ